សួស្តីបងប្អូនពុកម៉ែអ៊ំទាំងអស់ហើយថ្ងៃនេះបានតនេពីការងារក៏បាននាំប្រពន្ធមកញ៉ាំស៊ុបហ្នឹងគេហៅស៊ុបគីទីណយស៊ុបគីទីណយបងប្អូនហើយបើនិយាយមិនច្បាស់អីក៏សូមអធិស្ឋានផងខ្ញុំឥឡូវមិនដឹងមិនទេខ្មែរក៏និយាយមិនសូវច្បាស់ថៃក៏និយាយមិនសូវច្បាស់វាទៅជាបៃឡាំម្ដងហ្នឹងហើយនេះប្រើប្រពន្ធឲ្យយើងដាក់សាច់ដាក់អីចឹងណាបងប្អូនហើយបន្ទាប់ពីប្រើប្រពន្ធហ្នឹងមើលមុខប្រពន្ធហ្នឹងដូចមិនសូវជាស្រស់ក្បោះក្បាយប្រមាណនេះឲ្យតែពេលប្រើធ្វើមុខអូយដល់កមកចឹងហើយយើងបើសិនជាអាចយើងកុំឲ្យប្រើប្រពន្ធនេះចឹងណាបងប្អូនហ្នឹងហើយហ្នឹងហើយសូមប្រកាសជាការងារមួយបងប្អូនណាមានចំណាប់អារម្មណ៍ចង់ដើរលេងនៅក្នុងប្រទេសថៃនៅទីក្រុងបាងកកឬមួយតាមខេត្តផ្សេងអាចទំនាក់ទំនងបងប្អូនបាននៅបងប្អូននៅបន្ទូណាមផ្ទាល់អីចឹងទៅបងប្អូនមានឡានរត់អីចឹងណាបងប្អូនកុំភ្លេចតាក់ទងមកតាមពេករថយន្តឈ្នួលដឹកអ្នកដំណើរបងប្អូនអូយមើលសាច់ក៏តំណងណាស់អូយមើលទៅតំណងញ៉ាំមកបងប្អូនអើយហើយយើងនឹងក៏មិនដែលបានញ៉ាំអីតែបានញ៉ាំម្ដងលេបទឹកមាត់គឺតែម្ដងណាបងប្អូនហើយបន្ទាប់ពីនោះឲ្យមើលខ្ញុំញ៉ាំម្ដងថារសជាតិវាទៅយ៉ាងណាណាបងប្អូនអូបានញ៉ាំនិយាយពីឆ្ងោកខ្លួនឯងក៏ថាដែរបងប្អូននិយាយពីឆ្ងោកអូតំណងតើបងប្អូនមើលទៅតំណងណាកុំភ្លេចណាបងប្អូនខ្មែរយើងបើសិនជាបានមកកុំភ្លេចចូលទីណយណាបងប្អូនអើយតម្លៃធូរថ្លៃត្រឹមតែម្នាក់200ជាងបាតទេហើយបានញ៉ាំមកឆ្ងាញ់អានេះបើនិយាយចំទៅពីគោឡើងឃ្មុំគេហៅមូកថាក្រោមតែមូកថាមួយទេបើសិនជាផាត់មូកថាចេញទៅគឺស៊ុបទីណយនេះហើយល្បីនៅស្រុកថៃអញ្ចឹងណាបងប្អូនហើយក៏មើលទៅតំណងញ៉ាំដែរហើយនេះប្រពន្ធខ្ញុំបានញ៉ាំអីទៅពីជាគេធ្វើមុខបានញ៉ាំណាមុខបានញ៉ាំហើយនឹងមុខធ្វើខុសគ្នាបងប្អូនមើលហើយនឹងមិនថាមុខបានញ៉ាំមុខធ្វើខុសគ្នាហ្នឹងហើយបងប្អូនអើយហើយក៏មិនសូវជាมันមានអីនិយាយអីក្បោះក្បាយទេមានតែឲ្យបងប្អូនមើលពីសកម្មភាពញ៉ាំហើយមើលទៅតំណងណាបងប្អូនមើលទៅក៏និយាយផងអីផងក៏ហត់ដែរណាបងប្អូនហើយក៏ជូនពរឲ្យបងប្អូនសុខសប្បាយទាំងអស់គ្នា